ស្របដុតទឹកត្រី7ទុំនិយាយថាត្រូវជាតិគ្នាណាបងប្អូនអើយថ្ងៃនេះខ្ញុំមកធ្វើពីរមុខយើងដុតត្រប់ផងនិងឆាត្រប់ជាមួយនឹងសាច់ជ្រូកច្រាំផងនិយាយទៅដោយសារតែថ្ងៃមុនហ្នឹងខ្ញុំទៅស្រុកចឹងឲ្យត្រប់មកឡើងមកថងធំហើយចែកបងប្អូនអស់ខ្លះហើយតែនៅសល់ច្រើនទៀតអញ្ចឹងទៅក៏យកមកដុតទ្រាប់ញ៉ាំទៅហើយទៅបើថាទុកយូរទៀតខ្លាចវាខូចវារឹងអញ្ចឹងណាបងប្អូនចាហើយយើងមកបង្កាត់ភ្លើងដុតអញ្ចឹងបានឆ្ងាញ់បងប្អូនអរគ្នាចាយើងអាំងឆ្អើឲ្យវាឡើងឈ្ងុយសិនហើយទៅពេលមកចាំយើងយកទៅបកសបកយកទៅឆាខ្លះនឹងយើងញ៉ាំហើយបងប្អូនធ្លាប់ធ្វើញ៉ាំអីបងប្អូនចូលចិត្តញ៉ាំជាមួយទឹកជ្រលក់អីដែរបងប្អូនអរគ្នាបើថាផ្ទះខ្ញុំវិញដឹងថាទឹកត្រី7ទុំនឹងឯងហើយជាដំបូងហ្នឹងគឺខ្ញុំមានទឹកត្រីហើយយើងដាក់7ទុំយើងមានជាមួយនឹងម្ទេសហើយគល់ក្លឹកខ្ទឹមហ្នឹងបងប្អូនអរគ្នាចាហើយតមកយើងបន្ថែមជាមួយនឹងប៊ីចេងហើយស្ករត្នោតហើយបើសិនជាយើងមានជាមួយនឹងខ្ទឹមក្រហមទៀតកាន់តែឆ្ងាញ់តែថ្ងៃហ្នឹងដោយសារតែខ្ញុំអស់ខ្ទឹមក្រហមអញ្ចឹងក៏អត់បានដាក់ទៅហើយចំពោះលាយគ្រឿងវិញគឺខ្ញុំធ្វើតែប៉ុណ្្នឹងឯងបងប្អូនអរគ្នាដាក់តែប៉ុណ្្នឹងឲ្យចូលគ្នាទៅយើងច្បល់ទៅតែប៉ុណ្្នឹងគឺបានជាមួយនឹងទឹកត្រី7ទុំញ៉ាំហើយនិយាយទៅគឺវាត្រូវគ្នាជាមួយនឹងត្រប់ដុតត្រប់ឆានឹងមែនទេឲ្យតែថាធ្វើត្រប់ដុតឆប់ឆានឹងគឺអត់ភ្លេចទេជាមួយទឹកត្រី7ទុំបើថាអត់បានទឹកត្រី7ទុំទេឲ្យញ៉ាំជាមួយទឹកស៊ីអ៊ីវហ្នឹងក៏អត់ឆ្ងាញ់ដែរហើយបើសិនជាបងប្អូនទាំងអស់គ្នាដែលថាធ្វើត្រប់ដុតអីបងប្អូនធ្វើនឹងទឹកជ្រលក់បែបណាដែរហើយនេះបន្ទាប់ពីយើងធ្វើទឹកជ្រលក់ឆ្អិនហើយយើងទៅមើលត្រប់របស់យើងម្ដងនិយាយទៅខ្ញុំអាំងលើកនេះកន្លងពីតកាក់ធំមកបងប្អូនទាំងអស់គ្នាដោយសារតាត្រប់របស់យើងនឹងវានៅច្រើនអញ្ចឹងខ្ញុំអាំងប្រហើយអស់ទៅអានេះបើសិនជាយើងទិញជាគីឡូវិញចូល4-5គីឡូដែរហ្នឹងណាហើយបើនៅផ្សារវិញគឺថ្លៃណាបងប្អូនហើយតែនៅស្រុកស្រែនៅតាមភូមិខ្ញុំវិញ1គីឡូតែ600រៀលទេបងប្អូនអញ្ចឹងគឺថោកមែនទែនហើយបើទិញនៅផ្សារនេះខ្ញុំទៅទិញ1គីឡូឡើង4000រៀលណោះហ៎អញ្ចឹងបើអ៊ំខ្ញុំគាត់ផ្ញើមកឲ្យច្រើនអញ្ចឹងហើយយើងទុកចោលវាស្ដាយអញ្ចឹងយើងធ្វើញ៉ាំឲ្យអស់តែហ្មងទៅដូចថាយើងយកមកឆាមួយមុខហើយយើងឲ្យអាំងវាញ៉ាំទៅទេមួយមុខអញ្ចឹងណាហើយឲ្យតែថាធ្វើបានភ្លាមហ្នឹងគឺមកញ៉ាំហើយដោយសារតែញ៉ាំក្តៅវាឆ្ងាញ់ណាបងប្អូនអរគ្នានិយាយទៅម្ហូបអីក៏ដោយដែរខ្ញុំចូលចិត្តធ្វើញ៉ាំក្តៅដូចថាបើថាអត់តន់ដល់ម៉ោងញ៉ាំបាយទេក៏ខ្ញុំអត់តន់ធ្វើម្ហូបដែរតែបើថាដល់ម៉ោងញ៉ាំបាយហើយខ្ញុំចាប់ផ្ដើមធ្វើហើយពួកអីបើថាយើងបានញ៉ាំក្តៅអញ្ចឹងគឺញ៉ាំបាយបានច្រើនហើយញ៉ាំឆ្ងាញ់ទៀតអានេះខ្ញុំមកភ្លក់ជាមួយនឹងឆាត្រប់ជាមួយនឹងសាច់ជ្រូក3ជាន់របស់យើងបងប្អូននិយាយថាជាតិមែនទែនតែម្ដងហើយដាក់ជាមួយនឹងទឹកត្រី7ទុំយើងហ្នឹងហើយដាក់ម្ទេសពីលើ1-2អញ្ចឹងមកហិលអើយឆ្ងាញ់ណាស់បងប្អូនអរគ្នានិយាយទៅដាក់ជាមួយទឹកត្រី7ទុំយើងហ្នឹងត្រប់ដុតត្រប់ឆាអីហ្នឹងនិយាយថាត្រូវជាតិគ្នាម៉េះបងប្អូនវារៀងជូរអែមអញ្ចឹងណាហើយទៅពេលយើងញ៉ាំក្តៅអញ្ចឹងទៀតគឺកាន់តែឆ្ងាញ់ឥឡូវខ្ញុំមកសាកជាមួយត្រប់ដុតយើងហ្នឹងម្ដងបានក្តៅហុយអញ្ចឹងអូយដាក់មួយម៉ាត់ណាក៏ជាតិដែរបងប្អូនហើយចាហើយយើងដាក់ជាមួយនឹងម្ទេសហិលហើយទឹកត្រី7ទុំយើងហ្នឹងកាន់តែឆ្ងាញ់តែម្ដងនិយាយទៅគឺខ្ញុំចូលចិត្តមែនទែនឲ្យថាធ្វើត្រប់ដុតម្ដងផ្ទះខ្ញុំគឺដុតច្រើនអញ្ចឹងណាហើយថ្ងៃនេះដោយសារតាត្រប់វានៅច្រើនផងអញ្ចឹងយើងដុតទាំងអស់ប្រហើយហ្មងទៅ